តោះថ្ងៃនេះខ្ញុំនាំអ្នកទាំងអស់គ្នាទៅលេងទឹកធ្លាក់តាដា Let's go together ដល់ពីធ្វើដំណើរវែងឆ្ងាយយើងបានឈប់នៅកន្លែងបឹងឈប់មួយហើយនៅបឹងឈប់នោះយើងឃើញមានហាងមួយគឺហាងគេលក់នំបញ្ចុកទឹកម្ហិចយើងក៏បានអង្គុយសម្រាកហ្នឹងក៏ហៅនំបញ្ចុកគេញ៉ាំហើយឃើញនៅហ្នឹងគឺកញ្ចក់គេធំហើយទេសភាពគេស្អាតហើយទីតាំងគេគឺធំទូលាយមានកញ្ចក់ច្រើនមែនតើហើយកំឡុងអង្គុយចាំហ្នឹងគឺយើងបានទិញឈូកញ៉ាំបដាសិនដែរព្រោះឃ្លានហើយយើងធ្វើដំណើរអស់កម្លាំងហើយយើងបានទិញឈូកហើយឈូកមានរសជាតិផ្អែមឆ្ងាញ់ហ្នឹងហើយនំបញ្ចុកក៏បានម្ដងយើងបានញ៉ាំហើយនឹងនំបញ្ចុកក៏ឆ្ងាញ់ដែរហើយបន្ទាប់ពីញ៉ាំឆ្អែតយើងក៏បន្តដំណើរទៅមុខទៀតយើងឃើញថាតាមផ្លូវធ្វើដំណើរទៅទឹកធ្លាក់តាដែរហ្នឹងគឺឃើញថាផ្លូវគេស្អាតមែនតើគឺផ្លូវបេតុងហ្នឹងហើយយើងធ្វើដំណើរទៅមុខរហូតដល់ពេលដល់ពាក់កណ្ដាលផ្លូវក៏យើងឃើញទេសភាពស្អាតឃើញមែនតើមានភ្នំមានអីទាំងអស់នៅតាមបណ្ដោយទៅទឹកធ្លាក់ហ្នឹងគឺស្អាតមែនតើហ្នឹងហើយនៅពេលយើងបន្តទៅមុខទៀតយើងក៏បានឃើញផ្លាកសញ្ញាធម្មជាតិកោះតាដាចឹងមានន័យថាជិតដល់ហើយមកដល់ផ្លូវនេះយើងឃើញថាផ្លូវលេងបេតុងហើយគឺចាក់គ្រូក្រហមប៉ុន្តែផ្លូវគេស្រួលទេគឺអត់មានបញ្ហាកលុកអីទេហើយយើងមកដល់កន្លែងគេយកសមុទ្រគឺម្នាក់ 4000 រៀលដើម្បីចូលទៅទស្សនាទឹកធ្លាក់តាដាយើងក៏បន្តដំណើរទៅមុខទៀតឃើញថាស្រួលជាងមែនតែនផ្លូវហើយយើងក៏បានមកដល់ហើយតោះចាំការយើងមកដល់ហើយយើងនាំនាងឡើងចដាវទាំងអស់គ្នាហើយយើងឃើញថាចដាវនោះគឺឆ្ងាយដែរតែយើងត្រូវប្រើរយៈពេលប្រហែលជា30ទៅ40នាទីដើម្បីទៅដល់ទឹកធ្លាក់ហើយចដាវនោះយើងឃើញអញ្ចឹងគឺជិតគ្នាអញ្ចឹងយើងដើរត្រូវតែមួយធ្វើឲ្យជង្គង់យើងវាដំណើរការគឺឈឺជើងដែរអញ្ចឹងប្រហែលជាមកដល់ពាក់កណ្ដាលពួកខ្ញុំបានដើរផ្លូវកាត់ដើរលើផ្លូវដីនេះវិញគឺលើដីតែស្អិតជើងបន្តិចតែដូចយើងបានឃើញគឺដើរលើផ្លូវហ្នឹងយើងប្រើរយៈពេលរៀងជាងដើរលើចដាវព្រោះចដាវគឺធ្វើឲ្យជើងយើងឆាប់ឈឺបន្តិចណាអញ្ចឹងហើយដល់ពេលដើរប្រហែលជាបានពាក់កណ្ដាលផ្លូវគឺយើងបានសម្រាកបន្តិចដែរដើម្បីស្រូបយកខ្យល់អាកាសបរិសុទ្ធហើយយើងមើលធម្មជាតិជុំវិញហ្នឹងគឺសុទ្ធតែភ្នំអងសងខាងហើយគឺមានដើមឈើប្លែកៗទៀតដែលយើងអាចមើលបានយើងបានបន្តដំណើរទៅមុខទៀតបន្ទាប់ពីសម្រាប់ប្រហែលបានជា5នាទីយើងមានកម្លាំងឡើងវិញគឺយើងបន្តទៀតឃើញខ្ញុំស្ពាយកាបូបក្រហមកាបូបហ្នឹងគឺកាបូបដាក់តកមានទឹកសុទ្ធមានអីទាំងអស់ដល់អញ្ចឹងរៀងធ្ងន់ដែរហើយផ្លូវពិបាកដែរដែលយើងបានឃើញក្នុងរូបវាស្ទើរស្អិតអញ្ចឹងណាប៉ុន្តែអីសារយើងអមដោយទេសភាពសោះតកាអញ្ចឹងធ្វើឲ្យយើងមានអារម្មណ៍ថាមានកម្លាំងចិត្តហើយមានក្រុមជំការងារខ្លះគាត់បានសម្រាប់វត្ថុសិនដែលយើងបានឃើញក្នុងរូបហើយតើឥឡូវយើងបន្តដំណើរទៀតយើងជិតដល់គោលដៅរបស់យើងហើយfinally យើងបានមកដល់ហើយឃើញថាគេធ្វើស្ពានហើយក៏មានប្រកាន់ដៃត្រឹមត្រូវដែររឹងមាំគឺដើម្បីរក្សាសុខភាពរបស់យើងគឺកុំឲ្យមានបញ្ហាកើតឡើងព្រោះថាពេលយើងដើរឡើងហ្នឹងវារឿងខ្ពស់ដែរអញ្ចឹងណាហើយខ្ញុំពេលឡើងទៅដល់ហ្នឹងក៏មានអារម្មណ៍ថារៀងខ្លាចដែរដោយសារខ្ញុំខ្លាចខ្ពស់ប៉ុន្តែអត់អីទេគឺយើងដើរមួយហើយយើងកាន់ប្រកាន់ដៃជាប់ទៅគឺមិនបារម្ភទេហើយយើងប្រហែលជាលើសំឡេងទឹកធ្លាក់ហើយនោះគឺមានបងប្អូនយើងបានមកលេងច្រើនដែរក្នុងកំឡុងថ្ងៃហ្នឹងហើយអញ្ចឹងយើងទស្សនាទឹកធ្លាក់ទាំងអស់គ្នាទោះពីយើងបានទស្សនាទឹកធ្លាក់នៅតាដាដែលឲ្យគេហៅថាទឹកធ្លាក់តាដាសាចាំងយើងក៏បានថតរូបពីរបីប៉ុស្តិ៍ដែរនៅកន្លែងទឹកធ្លាក់ដើម្បីទុកជាអនុស្សាវរីយ៍ជាមួយគ្នាហើយបន្ទាប់មកក៏ធ្វើដំណើរចុះទៅក្រោមវិញហើយបន្ទាប់ពីយើងធ្វើដំណើរចុះបានពាក់កណ្ដាលផ្លូវយើងឃើញថាទេសភាពពេលចុះទៅវិញនេះគឺស្អាតមែនទែននៅតាមដងផ្លូវដែលយើងបានដើរហ្នឹងយើងក៏បានទស្សនាទេសភាពនៅលើភ្នំមួយដែរហើយក៏បានថតទេសភាពនៅតាមផ្លូវដែលគឺថាស្អាតមែនទែនហើយដែលយើងឃើញទេសភាពនៅតាមភ្នំហ្នឹងចន្លងភ្នំហ្នឹងគឺស្អាតយើងក៏បានថតពីប៉ុស្តិ៍ដែរដើម្បីទុកជាអនុស្សាវរីយ៍នៅពេលយើងមកដល់កន្លែងទឹកធ្លាក់ហ្នឹង ប
តពីថតរូបរួចរាល់ហើយយើងក៏បានបន្តចុះដំណើរទៅទៀតហើយនៅពេលមកដល់ក្រុមគឺយើងឃើញថាមានសួនសត្វដែរហើយឃើញនេះគឺសត្វតូចគឺស្អាតមែនតើមានសត្វពណ៌ប្រផេះមួយពណ៌ខ្មៅហើយសត្វតូចមើលទៅគួរឲ្យស្រឡាញ់ណាពីយើងទស្សនាសត្វតូចហើយយើងក៏បានងាកមកមើលសត្វទន្សាយវិញម្ដងឃើញថាវាកំពុងតែស៊ីទទួលមកទៅជួយជំនងមែនតើហើយបន្ទាប់មកយើងក៏មើលសត្វក្រពើណាឃើញក្រពើអាមុខថ្មហើយណាប៉ុន្តែអាក្រោយមែនតើណាចឹងកុំច្រឡំស្មានតាមលេងអីហ្នឹងបន្ទាប់ពីនេះហើយយើងក៏បានចូលទិញភេសជ្ជៈព្រោះថាយើងអស់កម្លាំងដែរចុះពីលើភ្នំតាដាប្រចាំងមកណាហើយក៏បន្តដំណើរទៅមុខទៀតទៅទស្សនាទឹកធ្លាក់តាដារងច័ន្ទហើយយើងឃើញថានៅហ្នឹងដូចជាទំនប់ទឹកមានកញ្ចុះមានអីអង្គុយកំសាន្តញ៉ាំអាហារអញ្ចឹងណាហើយឃើញមានក្មេងៗកំពុងសាយចិត្តលេងមែនតើសាននៅហ្នឹងទឹករ៉ែចាហើយឃើញថានៅហ្នឹងគឺធំមានកញ្ចុះច្រើនហើយបន្ទាប់ពីហ្នឹងយើងក៏បានធ្វើដំណើរត្រឡប់ទៅវិញគឺគេថាតាមផ្លូវយើងដើរទៅវិញហ្នឹងគឺគេមានលក់នំមានលក់វត្ថុអនុស្សាវរីយ៍ស្បែកជើងសម្លៀកបំពាក់អីច្រើនមែនតើបោះលេងក្មេងទៀតហើយបន្ទាប់មកយើងធ្វើដំណើរទៅផ្ទះវិញបាយ